ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទថ្ងៃនេះខ្ញុំបាទចែកម្លែកតកតងនឹងក្បួនបច្ចឺបាទយើងមកមើលថាតើធាតុប្រចាំខ្លួនយើងយកមើលកន្លែងឆ្នាំខែថ្ងៃឬម៉ោងហើយទី2គឺមើលធាតុខ្លាំងនិងធាតុខ្សោយបាទអញ្ចឹងចាំមើលមកយើងចូលមកប្រូក្រាមបាទនេះជាក្បួនបច្ចឺនេះបាទនេះជាក្បួនបច្ចឺapp បច្ចឺដែលខ្ញុំបានបង្កើតឡើងដើម្បីចែកម្លែកបាទជូនពុកម៉ែបងប្អូនបាទទីនេះយើងបំពេញលេខទូរស័ព្ទកាត់កណៃសិនខាងលើឈ្មោះបាទហើយខាងក្រោមលេខទូរស័ព្ទតមកយើងបញ្ចូលលេខសម្ងាត់បាទហើយនឹងថ្ងៃខែឆ្នាំកំណើតបាទថ្ងៃខែឆ្នាំកំណើតខ្ញុំនឹងរើសមួយបាទចេះតែរើសទៅមានណាក៏បានដែរនេះគឺខ្ញុំរើសតែចុចដនគឺ1994ខែ8ថ្ងៃ4បាទនឹងជ្រើសរើសម៉ោងបាទម៉ោងយើងចេះរើសដែរទៅតមកភេទប្រុសក៏បានស្រីក៏បានយើងយកប្រុសចាតមកយើងរើសបង្កើតនេះយើងបានចូលមកក្នុងបច្ចឺនៅเพจដំបូងបាទគឺតកតងពីហោរាសាស្ត្រក្នុងថ្ងៃតែតកតងទៅនឹងធាតុរបស់យើងបាទបន្តមកយើងមើលចំណុចទី2គឺបច្ចឺបាទនេះហើយគឺបច្ចឺដែលបានបញ្ចូលថ្ងៃខែឆ្នាំ1994ខែសីហាថ្ងៃទី4បាទជាដំបូងយើងមកមើលបាទយើងមកមើលកាត់ចំក្រុមចំណុចថ្ងៃនេះបាទចំណុចថ្ងៃនេះគឺជាធាតុប្រចាំខ្លួនបាទនេះឆ្នាំខែឆ្នាំខែថ្ងៃម៉ោងបាទអញ្ចឹងធាតុប្រចាំខ្លួនរបស់យើងគឺធាតុទឹកយើងមើលនៅថ្ងៃនេះណាបាទហើយទឹកវាចែកជាពីរនេះទឹកយ៉ាងនេះទឹកដែរតែទឹកញីនេះទឹកអ៊ីងបាទអញ្ចឹងយើងមកមើលទៀតថាតើធាតុទឹកនេះខ្លាំងឬខ្សោយបាទយើងមើលជុំវិញនេះធាតុឈើធាតុមាសនិងធាតុទឹកបាទចនេះគឺធាតុដីហើយមួយម៉ែក៏ធាតុដីចក៏ធាតុដីហើយថននេះក៏ធាតុឈើបាទអញ្ចឹងយើងអាចដាក់ជាបន្ទុកឲ្យសម្រាប់ក្នុងការងាយមកមើលធាតុទាំងនេះបានយើងបន្តមកមើលរបៀបមើលបាទគឺធាតុខ្លាំងឬក៏ធាតុខ្សោយបាទអញ្ចឹងយើងមកដាក់បន្ទុកបាទដើម្បីក្នុងការងាយស្រួលពិនិត្យមើលថាធាតុហ្នឹងខ្លាំងឬខ្សោយគឺបើយើងមើលបាទធាតុគឺចន្លោះពី50ចុះក្រោមបាទ50ឡើងលើ
lăng và cứ 50 បន្ទុក50ចុះក្រោមគឺខ្សោយ50ឡើងលើគឺខ្លាំងតោះមកយើងមកមើលតើគួរដាក់យ៉ាងម៉េចបានហើយយើងមើលឆ្នាំសិនមួយឆ្នាំគឺបាទ8បន្ទុកឆ្នាំធាតុមេឃបាទឆ្នាំធាតុដីគឺ4បន្ទុកបាទខែគឺ12បន្ទុកបាទខែធាតុដីគឺ40បន្ទុកនៅក្នុងក្បួនបាទគឺខែកំណត់បាទខែគឺមានធម្មពលខ្លាំងគឺកំណត់នៅតួលេខបាទជោគជតាស័យក្នុងក្បួនបច្ចុប្បន្នបាទហើយបាទថ្ងៃកើតនេះគឺអត់មានបន្ទុកទេបាទគឺតួខ្លួនបាទហើយយើងមកមើលថ្ងៃធាតុដីគឺ12បាទហើយយើងមកម៉ោងកើតបាទម៉ោងកើតគឺ12ដែរបាទម៉ោងធាតុដីក៏12ដូចគ្នាបាទអញ្ចឹងយើងមកបូកមកចូលដល់គ្នាបាទគឺ8 9គឺ12 12 1 2 3 4បាទ12 5ដងគឺ60 60បូកនឹង40បាទ12 គុណនឹង4 48បូកនឹង4បូកនឹង8វាទៅជា60អញ្ចឹង60បូកនឹង40ហ្នឹងនេះគឺ100បាទ100ហ្នឹងគឺជាពេញទាំងអស់បាទតោះមកយើងមកមើលថាតើបាក់ជឿហ្នឹងមានធាតុមកជួយអត់មានន័យថាធាតុបង្កើតឬក៏ធាតុបង្ក្រាបឬក៏ពិឃាតហ្នឹងណាអញ្ចឹងបាទគឺមកមើលទី1គឺចំណុចណាដែលខ្លាំងជាងគេបាទគឺយើងមើលនៅក្នុងខែដែលខ្ញុំគូវងនេះបាទគឺជាធាតុ40ឃើញទេ40បើសិនជាថែម10ទៀតវា50បាទធាតុ40ធាតុដីជាមួយទឹកតែដីនិងទឹកខុសគ្នាយ៉ាងម៉េចអ្នកណាបង្ក្រាបណាបាទគឺដីបង្ក្រាបទឹកគឺអត់បង្កើតទេបាទអញ្ចឹងខ្សោយណាបាទយើងមកមើលធាតុជំនួយរបស់គាត់មានអីខ្លះគឺមានមាសដូរពណ៌សិនមាសនៅទីនេះបានតែ12មាសបង្កើតទឹកតោះមកយើងមើលធាតុជំនួយរបស់គាត់ទៀតគឺទឹកបាទទឹកបង្កើតបាទទឹកស្មើតួខ្លួនបាទមាសបង្កើតទឹកគឺតួខ្លួនស្មើគ្នាគឺជួយគ្នាដែរអញ្ចឹងធាតុជំនួយគឺ12ធាតុបង្កើត12បានតែ24ទេ24គឺក្រោម50បាទគឺមានន័យថាធាតុហ្នឹងខ្សោយបាទគឺធាតុខ្សោយនេះគឺជាវិធីមើលធាតុងាយបាទយើងអាចចូលមកមើលដងទៀតរើសមួយទៀតបាទយើងអាចរើសមួយទៀតដើម្បីឲ្យកាន់តែងាយស្រួលយល់បាទទី1ដូចគ្នាចាយើងមកកើតបាទឈ្មោះយើងចិត្តដាក់ទៅជាមួយក៏បានដែរលេខទូរស័ព្ទលេខសម្ងាត់ថ្ងៃខែឆ្នាំកំណើត
ជារើសទៅ70បាទម្ដងកើតជារើសដែរភេទចុច3ម្ដងចុះតោះមកយើងចុចបង្កើតបាទយើងចូលមកថ្ងៃនេះឬក៏បាក់ជើបាទអញ្ចឹងអានេះជាបាក់ជើមួយទៀតហើយបាទបាក់ជើមួយទៀតហើយយើងមកមើលថាធាតុនឹងខ្លាំងឬធាតុខ្សោយបាទនេះយើងមកមើលបាទដំបូងគឺយើងរកចំចំណុចបាទថ្ងៃនេះគឺជាធាតុកំណត់របស់យើងតោះមកយើងដាក់បន្ទុកបាទគឺឆ្នាំ8ឆ្នាំធាតុមេឃឆ្នាំធាតុដីគឺ4បាទគឺខែ12ខែធាតុដីគឺ40បាទថ្ងៃកើតធាតុដីគឺ12ក្នុងកើតគឺ12ក្នុងធាតុដីគឺ12បន្ទាប់មកយើងមកមើលថាធាតុអីបាទកន្លែងនេះគឺធាតុភ្លើងណាបាទធាតុភ្លើងយើងមើលយើងចង់ដឹងថាធាតុយើងខ្លាំងឬខ្សោយយើងមកមើលថាមានធាតុជំនួយអត់ជំនួយនឹងបង្កើតអត់បាទអញ្ចឹងយើងមើលនេះមាសដែកទឹកបាទភ្លើងដែកជាជំនួយមានមួយបាទឈើនៅត្រង់នេះត្រង់មកបានតែ12%ទេបន្ទាប់មកធាតុផ្សេងទៀតគឺធាតុដីធាតុដីអញ្ចឹងយើងមើល50តូចធំឬតូចជាង50នេះគឺតូចជាងបានតែ12អញ្ចឹងយើងកំណត់ថាវាជាធាតុខ្សោយបាទនេះជាវិធីមើលធាតុដ៏ងាយបាទសម្រាប់ថ្ងៃនេះគឺការចែកម្លែកត្រឹមប៉ុណ្ណឹងបាទសូមបញ្ចប់វីដេអូនិងចែកម្លែកនៅពេលក្រោយបាទសូមអរគុណ